ទូរស័ព្ទបងប្អូនគឺអាច support ជាមួយនឹងសេវា 5G ហើយនៅពេលដែលទិញ SIM ក៏អ្នកលក់ប្រាប់ថា SIM ហ្នឹងគឺអាចប្រើប្រាស់បានជាមួយនឹង 5G ដែរតែហេតុអ្វីនៅតែប្រើ 5G មិនកើតហើយសូមប្រយ័ត្នចំពោះជនឆបោកដែលពួកគាត់ call មកប្រាប់ថាពួកគាត់អាចដំឡើងសេវា 5G ទៅតាមលក្ខខណ្ឌណាមួយអញ្ចឹងណាហើយថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបមើលថាតើតំបន់ដែលពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងតែរស់នៅហ្នឹងគឺមានសេវា 5G គ្រប់លំដាប់ដែរឬអត់ចឹងដើម្បីឲ្យដឹងច្បាស់ហើយកុំឲ្យខាតពេលតោះទៅមើលវិធីឆែកទាំងអស់គ្នាជាដំបូងបើសិនបើអ្នកទាំងអស់គ្នាប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Smart សូមធ្វើការទាញយកជាមួយនឹង App Smart ណាឬក៏ App ទៅតាមប្រព័ន្ធដែលអ្នកទាំងអស់គ្នាប្រើប្រាស់ SIM ហើយបន្ទាប់មកចូលទៅកាន់ Smart ណា App រួចស្វែងរកពាក្យថា 5G ហើយធ្វើការអូសចូលក្រោមស្វែងរកពាក្យថាពិនិត្យតំបន់ 5G ចឹងនៅក្នុងនោះបងប្អូននឹងឃើញផែនទីដែលបង្ហាញអំពីតំបន់ដែលមានសេវា 5G យ៉ាងច្បាស់អញ្ចឹងបើសិនជាតំបន់ដែលពុកម៉ែបងប្អូនរស់នៅហ្នឹងមិនមានជាមួយនឹងសេវា 5G នៅក្នុងផែនទីទេទោះបីជាធ្វើតាមបែបណាក៏ដោយក៏មិនអាចមានជាមួយនឹងសេវា 5G ប្រើប្រាស់ដែរអញ្ចឹងសូមមកវិញសូមបងប្អូនទាំងអស់គ្នាធ្វើការប្រុងប្រយ័ត្នជាមួយនឹងជនឆបោកដែលធ្វើការ call ឬក៏ Messenger chat SMS មកកាន់អ្នកទាំងអស់គ្នាថាអាចដំឡើង 5G ឲ្យអ្នកទាំងអស់គ្នាបានគឺសុទ្ធសឹងតែជាការបោកប្រាស់ទេគឺបើសិនជាតំបន់ដែលអ្នកទាំងអស់គ្នាអាច support ជាមួយនឹងសេវា 5G ដូចនៅទីក្រុងភ្នំពេញគឺវាប្រកាសជាមាន 5G ហើយអញ្ចឹងសូមមកវិញបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អ្វីឬក៏ចង់ឲ្យខ្ញុំធ្វើវីដេអូអំពីអ្វីទៀតសូម comment នៅខាងក្រោមនិងកុំភ្លេចជួយ follow ម្នាក់មួយផង